ពាក្យសុភមង្គលដែលមនុស្សសឹងតែគ្រប់គ្នាយល់ច្រឡំមនុស្សភាគច្រើននៅតែច្រឡំពាក្យថាសុភមង្គលនេះគឺជាក្តីសុខជាភាពរីករាយតែម្យ៉ាងប៉ុន្តែតាមពិតទៅវាមិនមែនបែបនេះនោះទេពាក្យថាសុភមង្គលគឺជាការពេញចិត្តនៅអ្វីដែលយើងមានរួមទាំងសេចក្តីសុខនិងសេចក្តីទុក្ខផងដែរដោយមិនឲ្យអារម្មណ៍ទាំងពីរហ្នឹងមកកំណត់ឬក៏មកគ្រប់គ្រងជីវិតរបស់យើងនោះទេយើងអាចហៅមនុស្សម្នាក់បានថាជាមនុស្សដែលមានសុភមង្គលហ្នឹងគឺដោយសារតែគាត់មិនដែលរងចាំឲ្យជីវិតរបស់គាត់មានអ្វីគ្រប់យ៉ាងនៅក្នុងជីវិតទៅគាត់រីករាយនោះទេក៏ប៉ុន្តែគាត់គឺជាមនុស្សដែលអាចរីករាយបានអាចចែករំលែកជាមួយអ្នកដទៃបានទាំងដែលជីវិតរបស់គាត់ហ្នឹងគឺកំពុងតែជួបទុក្ខលំបាកការពិតវាមិនដូចអ្វីដែលយើងធ្លាប់គិតនោះទេពិសេសគឺការពិតដែលលាក់ទុកនៅក្នុងចិត្តរបស់យើងនេះឯងពេលខ្លះយើងគ្រាន់តែច្រឡំហើយធ្លាប់តែគិតបែបហ្នឹងយល់បែបហ្នឹងតាំងពីយូរយារមកហើយតែប៉ុណ្ណោះពិសេសគឺពាក្យសុភមង្គលនេះតែម្ដងយើងចេះតែច្រឡំថាគេមានសុភមង្គលជាងយើងព្រោះតែគេមានលុយមានទ្រព្យសម្បត្តិច្រើនជាងយើងមានគ្រួសារដែលសមប្រកបចង់បានអ្វីបាននឹងមិនហត់គិតច្រើនសន្សំច្រើនដូចជាយើងក៏សន្មតថាគេមានសុភមង្គលជាងយើងតែម្ដងទៅបងប្អូនការដែលយើងបាននៅរបស់ដែលយើងចង់បានវាគឺជាក្តីសុខប៉ុន្តែមិនមែនជាសុភមង្គលនោះទេក្តីសុខវាមិនស្ថិតស្ថេរនោះទេពេលដែលយើងមាននៅរបស់ដែលយើងចង់បានយើងអាចសុខប៉ុន្តែនៅពេលដែលយើងអត់នៅរបស់ដែលយើងចង់បានហ្នឹងយើងក៏អាចកើតទុក្ខដូចគ្នាប៉ុន្តែសម្រាប់សុភមង្គលវិញគឺខុសគ្នាមិនថាមានសុខឬក៏មានទុក្ខមកនោះទេក៏ចិត្តរបស់យើងមិនរង្គោះរង្គើទៅតាមបញ្ហាខាងក្រៅទាំងអស់នោះឡើយនេះហើយទើបជាសុភមង្គលពិតឧទាហរណ៍ដូចគ្រួសារក្រីក្រមួយដែលរកតែលុយទិញពងទាញ៉ាំហ្នឹងមិនចង់បានផងក៏ប៉ុន្តែគាត់មិនដែលអនុញ្ញាតឲ្យភាពក្រីក្រទាំងអស់ហ្នឹងក្លាយជាឧបសគ្គក្នុងការរារាំងភាពរីករាយឬក៏រារាំងក្នុងការបន្តដំណើរជីវិតរបស់គាត់នោះទេផ្ទុយទៅវិញគាត់នៅតែអាចរីករាយនៅតែអាចច្រៀងលេងនៅតែអាចប្រឹងប្រែងដឹងគុណនៅអ្វីដែលគាត់មានដោយមិនប្រៀបធៀបជាមួយអ្នកដទៃដោយឃ្លាមួយនៅក្នុងរឿងចិនបុរាណគេតែងតែនិយាយថាត្រូវចេះកំសាន្តនៅក្នុងទុក្ខលំបាកទើបជីវិតរបស់យើងមានសុភមង្គលសេចក្តីទុក្ខវាគ្រាន់តែជាផ្នែកមួយដែលធ្វើឲ្យជីវិតរបស់យើងពេញលេញហើយវាក៏ជាផ្នែកមួយដែលធ្វើឲ្យជីវិតរបស់យើងមានសុភមង្គលផងដែរវាបង្រៀនឲ្យយើងចេះអត់ធ្មត់ចេះលះបង់ដូចម្ដាយម្នាក់ពេលបង្កើតកូនអញ្ចឹងវាឈឺចាប់ខ្លាំងប៉ុន្តែវាក៏ធ្វើឲ្យយើងមានសុភមង្គលខ្លាំងដែររាល់ការលំបាកដែលយើងឆ្លងកាត់ហ្នឹងវាសុទ្ធតែបង្កប់នូវអត្ថន័យហើយចង់បង្រៀនយើងពីអ្វីមួយជានិច្ចលោកខុងជឺអ្នកប្រាជ្ញចិនសម័យបុរាណហ្នឹងគាត់បាននិយាយថាសុភមង្គលរបស់យើងមិនអាស្រ័យលើទ្រព្យសម្បត្តិខាងក្រៅនោះទេក៏ប៉ុន្តែវាគឺអាស្រ័យនៅលើចិត្តរបស់យើងទៅវិញទេលោកខាជុងដែលជាអ្នកចិត្តសាស្ត្រជនជាតិស្វីសក៏និយាយស្រដៀងគ្នានេះដែរគាត់បាននិយាយថាអ្វីដែលយើងមិនដឹងអំពីខ្លួនឯងវានឹងคล้ายទៅជាអ្វីដែលគ្រប់គ្រងយើងខ្លួនឯងវិញមានន័យថានៅពេលដែលយើងមិនបានដឹងអ្វីដែលលាក់ទុកនៅក្នុងចិត្តរបស់យើងឬក៏អ្វីដែលយើងធ្លាប់យល់ច្រឡំកន្លងមកហ្នឹងវាជាអ្នកធ្វើបាបយើងវាមិនមែនជាអ្នកណាមកពីណានោះទេឧទាហរណ៍ដូចយើងធ្លាប់ច្រឡំថាលុយឬក៏ទ្រព្យសម្បត្តិហ្នឹងវាធ្វើយើងមានក្តីសុខហើយមានសុភមង្គលអញ្ចឹងហើយនៅពេលដែលយើងអត់មានលុយអត់មានទ្រព្យសម្បត្តិវានឹងធ្វើយើងជឿថាយើងគ្មានសុភមង្គលនោះទេតាមពិតទៅសុភមង្គលវាគឺនៅក្នុងដៃរបស់យើងនេះឯងវានៅចិត្តបង្កើយវាមិនបាននៅទីណាឆ្ងាយនោះទេវាគឺជាការពេញចិត្តនៅអ្វីដែលយើងមានរួមទាំងសេចក្តីសុខនិងសេចក្តីទុក្ខដែលយើងកំពុងតែជួបប្រទះផងដែរសរុបមកវិញសុភមង្គលមិនមែនជាគោលដៅនោះទេប៉ុន្តែវាគឺជាការបន្តដំណើរដែលយើងត្រូវដើររាល់ថ្ងៃដោយក្តីស្រឡាញ់ដោយការដឹងគុណដោយការផ្សារភ្ជាប់ទំនាក់ទំនងនិងដោយការចែករំលែកដែលធ្វើឲ្យយើងមានសុភមង្គលនៅគ្រប់ជំហានដែលយើងដើរជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយសម្រាប់បងប្អូនថ្មីដែលទើបតែស្ដាប់វីដេអូរបស់ខ្ញុំមិនទាន់បានចុច follow page Facebook ឬក៏មិនទាន់បានចុច subscribe channel YouTube របស់ខ្ញុំទេបងប្អូនអាចចុច follow page ឬក៏ចុច subscribe នៅលើ channel នោះម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត